សួស្តីនេះគឺជា Jennifer យើងទាំងអស់គ្នាដឹងថាបន្ទាប់ពីយើងស្លាប់ទៅអ្វីតែមួយដែលយើងពិតជាកាន់កាប់និងអាចយកទៅជាមួយបានគឺបទពិសោធន៍ជីវិតរបស់យើងប៉ុណ្ណោះហេតុអ្វីបានជាមនុស្សភាគច្រើនមានការភ័យខ្លាចច្រើននៅពេលមានបទពិសោធន៍ថ្មីកើតឡើងមនុស្សភាគច្រើនមានអារម្មណ៍សុខស្រួលជាមួយអ្វីដែលពួកគេស្គាល់ស្ទើរតែទាំងអស់ទោះបីវាគឺតូចតាចក៏ដោយបើបទពិសោធន៍ត្រូវបានតំណាងដោយលុយដែលយើងអាចប្រមូលបានដោយសេរីតាមចិត្តចង់របស់យើងហេតុអ្វីមនុស្សខ្លះប្រមូលបានពាន់បទពិសោធន៍ខណៈដែលមនុស្សខ្លះគ្រាន់តែពេញចិត្តជាមួយ10បទពិសោធន៍ហើយយក10នេះទៅជាមួយពួកគេនៅពេលពួកគេចាកចេញពីលោកនេះអ្នកប្រមូលបទពិសោធន៍ដឹងថាបទពិសោធន៍នាំឲ្យមានការពង្រីកបទពិសោធន៍គឺជាវិធីដែលយើងរីកចម្រើនគ្រប់បទពិសោធន៍មិនថាសប្បាយរីករាយឬពិបាកក៏ដោយសុទ្ធតែបង្រៀនអ្វីមួយឲ្យយើងតាមរយៈបទពិសោធន៍ការយល់ដឹងរបស់យើងក៏ពង្រីកផងដែរយើងចាប់ផ្ដើមមើលជីវិតដោយការយល់ដឹងច្រើនជាងមុននិងមានចិត្តមេត្តាច្រើនជាងមុនและអភិវឌ្ឍផ្ទាល់ខ្លួនកើតឡើងនៅពេលយើងពិចារណាអំពីអ្វីដែលយើងបានប្រឈមប្រឹងប្រែងការរីកចម្រើនផ្លូវវិញ្ញាណកើតឡើងតែពេលយើងអនុញ្ញាតឲ្យបទពិសោធន៍បំលែងយើងពីខាងក្នុងមិនមែនគ្រប់បទពិសោធន៍ទាំងអស់សុទ្ធតែមានភាពស្រួលទេប៉ុន្តែបរិយាកាសនីមួយមានអំណាចបើកចិត្តនិងគំនិតរបស់យើងនៅពេលយើងស្ថិតនៅក្នុងបច្ចុប្បន្នយើងមានចិត្តចង់រៀនយើងពង្រេកខ្លួនឯងឆ្លងកាត់ដែនកំណត់ចាស់យើងក្លាយជាមនុស្សអត់ធ្មត់ច្រើនជាងមុនបើកចិត្តច្រើនជាងមុនហើយមានការភ្ជាប់ច្រើនជាងមុនសម្រាប់អ្នកដែលមានការភ័យខ្លាចពួកគេជាញឹកញាប់មានច្បាប់និងបទបញ្ជាច្រើននៅជុំវិញខ្លួននិងនៅក្នុងខ្លួនឯងដែលធ្វើឲ្យពួកគេតូចតាចហើយចាក់វានឹងអ្វីទាំងអស់នៅក្នុងនោះក៏ឆ្ងាយណាស់ឆ្ងាយបំផុតពួកគេរស់នៅជីវិតមួយដែលមិនត្រូវបានប៉ះពាល់មិនទទួលបទពិសោធន៍នៃរសជាតិជីវិតបទពិសោធន៍មិនបន្ថែមចំណេះដឹងទេវាពង្រីកអត្តសញ្ញាណរបស់យើង